នៅពេលដែលទារកអាយុក្រោម1ឆ្នាំមានការរារាំងស្ទះផ្លូវដង្ហើមដោយវត្ថុការសង្គ្រោះបឋមគឺមានសារៈសំខាន់ការស្ទះផ្លូវដង្ហើមអាចកើតឡើងដោយការទទួលទានអាហារតូចៗរាងមូលដូចជាស្ករគ្រាប់តូចៗឬលេបប្រដាប់ក្មេងលេងឬថ្មពិលវិធីសាស្ត្រការសង្គ្រោះទារកស្លាកវត្ថុដំបូងពិនិត្យមើលការឆ្លើយតបរបស់ទារកប្រសិនបើមុខទារកប្រែពណ៌ទៅជាពណ៌ខៀវមិនអាចដកដង្ហើមបានត្រឹមត្រូវឬប្រសិនបើមានការយំផ្ទៃមុខឡើងស្រអាប់គឺត្រូវបានគេចាត់ទុកថាជាការស្ទះផ្លូវដង្ហើមទី2ត្រូវរកជំនួយនិងខលទៅ119ប្រសិនបើនៅជុំវិញខ្លួនមានមនុស្សត្រូវសុំជំនួយពីពួកគាត់បងស្រីពាក់អាវពណ៌ខៀវសូមជួយខលទៅ119បងប្រុសពាក់វ៉ែនតាសូមជួយខលទៅ119បង្ហាញឲ្យបានត្រឹមត្រូវនៅការចំណាំដូចនេះអាចត្រូវបានការជួយរាយការណ៍ជូនប៉ុន្តែប្រសិនបើនៅជុំវិញមិនមានមនុស្សសូមប្រញាប់រាយការណ៍ទៅ119ទី3ការគក់ខ្នងទារកដៃម្ខាងលើកចង្ការបស់ទារកនិងដៃម្ខាងទៀតលើកផ្នែកខាងក្រោយនៃក្បាលរបស់ទារកឡើងយឺតហើយដាក់មុខទារកចុះក្រោមលើភ្លៅម្ខាងបន្ទាប់មកជាមួយនឹងមូលដ្ឋាននៃបាតដៃរបស់អ្នកត្រង់ចំណុចកណ្ដាលនៃឆ្អឹងស្លាបទាំងសងខាងខ្នងរបស់ទារកហើយគក់ខ្លាំងៗ5ដងទី4អនុវត្តការសង្កត់ទ្រូងដាក់វាដោយផ្ទាល់នៅលើភ្លៅផ្ទុយគ្នាហើយធ្វើការសង្កត់ទ្រូងដាក់វានៅតំបន់កណ្ដាលរវាងក្បាលសុដន់ទាំងពីរហើយដាក់វាដោយម្រាមដៃពីរហើយអនុវត្តការសង្កត់ទ្រូងខ្លាំងនិងរហ័សចំនួន5ដងទារកអាយុក្រោម1ឆ្នាំមិនធ្វើការសង្កត់នៅចំណុចពោះទារកទេដោយសារតែថ្លើមមានទំហំធំនិងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់នៅពេលនេះប្រសិនបើអ្នកអង្គុយនៅលើកៅអីអ្នកអាចធ្វើការសង្កត់ទ្រូងបានត្រឹមត្រូវនិងងាយស្រួលត្រឡប់មកវិញម្ដងទៀតនឹងការសង្កត់ទ្រូងរហូតដល់វត្ថុដែលស្ទះត្រូវបានដកចេញឬភ្នាក់ងារសង្គ្រោះបន្ទាន់119មកដល់យើងនឹងអនុវត្តតាមជំហាននីមួយៗនៃការសង្គ្រោះការស្លាកវត្ថុលើទារកដំបូងពិនិត្យមើលដង្ហើមទារកទី2ស្នើសុំជំនួយដោយរាយការណ៍ទៅ119ទី3គក់លើខ្នងទារក5ដងហើយសូមដាក់ក្បាលរបស់ទារកមុខចុះក្រោមទី4អនុវត្តការសង្កត់ដើមទ្រូង5ដងត្រូវអនុវត្តយកវត្ថុចេញរហូតដល់ភ្នាក់ងារសង្គ្រោះមកដល់ត្រូវគក់ខ្នងនិងសង្កត់ទ្រូងទារកចំនួន5ដងត្រឡប់ទៅមកឥឡូវនេះនឹងធ្វើការអនុវត្តសាកល្បងសូមអនុវត្តតាមជំហាននីមួយៗដូចក្នុងវីដេអូនេះ